ปีไหนโจดอายุก็สอง อะไรดี one บับโตมันยังมาได้ two three four five បាទជំរាបសួរពុកម៉ែបងប្អូនដែលស្នេហាវិស័យបដាល់គុណខ្មែរបងប្អូនណាខ្លះបានទស្សនាការប្រកួតរបស់អេអមរិនពូថងយប់មិញបងប្អូននៅឯទឹកដីខាងខេត្តតាកែវបងប្អូនបាទហើយការប្រកួតរបស់គាត់យប់មិញគឺបានត្រឹមតែ2ទឹកទេបាទបើតាមខ្ញុំមើលឃើញនៅក្នុងទឹកទី1ដូចជា1នាទីចុងក្រោយបងប្អូនបាទបានន័យថា1នាទីចុងក្រោយនៅទឹកទី1ខ្ញុំឃើញអេអមរិនភូថងបានតតឲ្យដៃគូដែលជាកីឡាករអ៊ីរ៉ង់ហ្នឹងគាត់មានការខ្ញាយជើងម្ដងហើយបងប្អូនបាទហើយក៏ព្យាយាមតតបន្ថែមដែរសម្រាប់អេអមរិនភូថងបាទប៉ុន្តែមិនបានផ្ដួលដៃគូនៅក្នុងទឹកទី1ទេបាទក៏បន្តចូលដល់ទឹកទី2ទៀតបងប្អូនបាទហើយចូលដល់ទឹកទី2គឺបានត្រឹមតែដើមទឹកទេបាទដោយអេអមរិនភូថងបានបដូរជាមួយនឹងដៃគូបាទបានន័យថាទាំងពីរនាក់ទាំងអេអមរិនភូថងទាំងកីឡាករអ៊ីរ៉ង់ក៏បដូរគ្នាបាទហើយក៏ចូលដៃឆ្វេងរបស់អេអមរិនភូថងតែម្ដងធ្វើឲ្យដៃគូមិនអាចងើបមកបន្តការប្រកួតតទៅមុខបានមកផ្លេតខ្ញុំមើលសឹងតែមិនតាន់មិនមែនថាសឹងទេបងប្អូនមិនតាន់មិនដឹងថាចូលអ្វីបានជាធ្វើឲ្យដៃគូមិនអាចបន្តការប្រកួតបានបាទប៉ុន្តែដល់ពេលមើល slow motion គេថាចាប់ប្លង់របស់កាមេរ៉ាមែនណាបងប្អូនបាទប្លង់កាមេរ៉ាមែនគាត់ចាប់ពីកាមេរ៉ាផ្សេងមកបានឃើញថាមួយដៃអេអមរិនភូថងនេះមិនស្រាលទេបងប្អូនបាទចូលចំគុំធ្គាមទៅលើកីឡាករអ៊ីរ៉ង់ធ្វើឲ្យកីឡាករអ៊ីរ៉ង់នោះមិនអាចបន្តការប្រកួតបានតែម្ដងហើយជ័យជំនះក៏បានទៅលើអេអមរិនភូថងនៅក្នុងទឹកទី2នេះតែម្ដងបងប្អូនបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនបាទសូមអរគុណ